សន្មស្ការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធមុនលើដៃព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគ្រប់ចេះថ្លាសូមនមស្ការថ្វាយបង្គំចំពោះព្រះថេរៈគ្រប់ព្រះអង្គទាំងអស់ដែលមានព្រះវត្តមានគង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរសន្មស្ការថ្វាយបង្គំចំពោះព្រះពោធិនាគមនីឆន្ទមេត្តាជាព្រះអគ្គនាយកវិសុមេត្តាហើយនិងព្រះអង្គគ្រូគ្រប់ព្រះអង្គទាំងអស់ដែលជាសហការីវិសុមេត្តាផងដែរមិនលើសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាផងដែលកំពុងតាមដានស្ដាប់សិក្សារៀនសូត្រនៅក្នុងមេរៀនព្រះធម៌ផងក្នុងគម្ពីរសត្តមៈតកតងគ្នាជាមួយនឹងពុសិលសិលពុ3ណាយើងសិក្សាអំពីសិល3ប្រភេទណាមានហីនសិលសិលថ្នាក់ទាបមជ្ឈិមសិលសិលថ្នាក់កណ្ដាលហើយនិងបណិតសិលសិលថ្នាក់ខ្ពង់ខ្ពស់ហ្នឹងនៅក្នុងថ្ងៃម្សិលមិញយើងបានសិក្សានៅក្នុងប្រភេទនៃសិលណាទាំង3ប្រភេទហ្នឹងណាម្សិលមិញយើងបានសិក្សាត្រង់ថាបើយើងរក្សាសិលណារក្សាសិលខ្លួនឯងនឹងបានល្អបរិសុទ្ធទៅលើកកាយខ្លួនឯងមើលងាយអ្នកទេអញ្ចឹងសិលយើងនឹងទៅជាហីនសិលអញ្ចឹងណាបងញាតិញោមណាហីនសិលត្រង់ថាមានឧបកិលេសអកុសលផ្សេងហ្នឹងវាកើតឡើងក្របសង្កត់ចិត្តរបស់យើងទៅណាក្របសង្កត់ចិត្តណាធ្វើឲ្យយើងនឹងឯងអួតក្អេងក្អាងហើយទៅមើលងាយអ្នកតីអាហ្នឹងវាអត់ល្អញាតិញោមតាអត់ល្អអញ្ចឹងញាតិញោមសិក្សានៅក្នុងចំណុចហ្នឹងទៅក៏ដើម្បីជាការដាស់តឿនណាដាស់តឿនសតិស្មារតីយើងណាកុំឲ្យយើងស្វឹងណាស្វឹងជួនកាលនៅពេលដែលយើងរក្សាសិលល្អបរិសុទ្ធវាទៅជាស្វឹងដែរណានៅក្នុងណាគម្ពីរអភិធម្មណានៅក្នុងបត្រៃវិដកអភិធម្មលោកមានពយល់នៅក្នុងខតកៈវត្ថុវិភាំងគោហ្នឹងមាននិយាយពីរឿងស្វឹងប្រហែល27បាទនៅក្នុងហ្នឹងលោកនិយាយរឿងស្វឹងមួយដែរតែតើរឿងខ្លួនឯងមានសិលល្អបរិសុទ្ធស្វឹងហ្នឹងគឺដល់អំណាចមាននេះអន្តកថាលោកពយល់ហ្នឹងអញ្ចឹងនៅពេលដែលខ្លួនឯងមានសិលបរិសុទ្ធទៅស្វឹងនៅក្នុងសិលទៅហើយដល់ពេលស្វឹងនៅក្នុងសិលលើដំកើងខ្លួនឯងហើយមើលងាយអ្នកតីហ្នឹងស្វឹងហើយបាទស្វឹងហ្នឹងនៅក្នុងគុណធម៌ថ្នាក់សិលហ្នឹងហើយនៅក្នុងហ្នឹងមិនមែនស្វឹងត្រឹមតែសិលទេណាញាតិញោមអ្នកខ្លះស្វឹងនៅក្នុងសមាធិអ្នកខ្លះស្វឹងនៅក្នុងវិបស្សនាបញ្ញាហ្នឹងទៅទៀតក៏មានដែរខ្លួនឯងមានបញ្ញាឆ្លាតឆ្លៀសវាងវៃផ្សារខ្ពង់ខ្ពស់ជាងគេស្វឹងហ្នឹងដល់អំណាចមាននេះហ្នឹងវាកើតឡើងទៅហើយអ្នកខ្លះស្វឹងនៅក្នុងរូបខ្លួនឯងស្អាតជាងគេទៅអ្នកខ្លះស្វឹងនៅក្នុងយុស័កខ្លួនឯងមានយុស័កខ្ពង់ខ្ពស់ជាងគេទៅអ្នកខ្លះស្វឹងរឿងអាយុវែងអាយុខ្លួនឯងវែងជាងគេអ្នកខ្លះស្វឹងបួសយូរណាបួសបានច្រើនភាសាជាងគេហ្នឹងសិតតែស្វឹងដល់អំណាចមាននេះហើយអ្នកខ្លះមានទ្រព្យសម្បត្តិច្រើនទៅស្វឹងដល់អំណាចនេះទ្រព្យហ្នឹងទៅហ្នឹងអញ្ចឹងនៅក្នុងមេរៀនសិលរបស់យើងនេះក៏យើងសិក្សាទៅដើម្បីដាស់តឿនសតិស្មារតីរបស់យើងថានៅពេលណាដែលយើងសមាទានសិលល្អយ៉ាងណាក៏ដោយក៏មិនគួរដើម្បីទៅប្រមាណមើលងាយតែដៀលអ្នកតីថាបុគ្គលដតីជាបុគ្គលទ្រុសិលអីទៅដែរអញ្ចឹងណាបងហ្នឹងព្រោះក៏យើងតេះដៀលអ្នកតីហ្នឹងអាហ្នឹងវាជាតួបាបជាតួអកុសលរបស់យើងណាជាតួបាបជាតួអកុសលរបស់យើងណាត្បិតថាយើងរក្សាសិលល្អបរិសុទ្ធក៏ដោយហ្នឹងអញ្ចឹងពេលណាដែលយើងអាស្រ័យសិលរបស់ខ្លួនឯងហ្នឹងណាអាស្រ័យសិលរបស់ខ្លួនឯងល្អបរិសុទ្ធហើយទៅប្រមាណបើងាយតេះដៀលអ្នកតីអីហ្នឹងអាហ្នឹងចូលនៅក្នុងបាបនៅក្នុងអកុសលហ្នឹងយល់ទេបងហ្នឹងអញ្ចឹងវាធ្វើឲ្យសិលរបស់យើងហ្នឹងវាទៅជាសិលណា
ថ្នាក់ទាបចឹងទៅហ្នឹងហេតុអីបានជាសិលទៅជាសិលថ្នាក់ទាបដោយសារយើងអាស្រ័យសិលហ្នឹងហើយទៅប្រមាណមើលងាយគេអាប្រមាណមើលងាយគេហ្នឹងជាតួអកុសលហ្នឹងញាតិញោមជាតួអកុសលតាមធម៌បានន័យថាបុគ្គលអាស្រ័យនៅសិលហើយណែកើតបាបយើងនិយាយស្រួលយល់ណាអាស្រ័យនៅសិលហើយកើតបាបត្រង់ណាកើតបាបត្រង់ថាពិចារណាសិលខ្លួនឯងឃើញសិលខ្លួនឯងបរិសុទ្ធអញ្ចឹងទៅស្រាប់តែប្រមាណអ្នកតេដៀលអ្នកតេថាអ្នកតេជាបុគ្គលទ្រុសិលមានធម៌ដ៏អាក្រក់មានធម៌ដ៏ល្មុខអាហ្នឹងកើតបាបហើយសួរថាកើតបាបដោយសារអីគឺដោយសារអាស្រ័យសិលហ្នឹងសីឡាំងនិសាយៈហ្នឹងអាស្រ័យសិលទៅណាអាហ្នឹងក៏កើតបាបទៅនៅក្នុងអន្តកថាប្រសូតហ្នឹងលោកលើកមកបញ្យល់អំពីរឿងបុគ្គលអាស្រ័យសមាទិដ្ឋិកើតបាបក៏មានដែរហ្នឹងអាស្រ័យសមាទិដ្ឋិណាបុគ្គលអាស្រ័យសមាទិដ្ឋិកើតបន់អត់ស្អីណាអាហ្នឹងញាតិញោមងាយស្រួលទេងាយស្រួលយល់បុគ្គលអាស្រ័យសមាទិដ្ឋិហើយនាំឲ្យកើតបន់ដូចថាយើងយល់ថាការឲ្យទានមានផលការបូជាតូចបូជាធំមានផលចឹងណាបងហ្នឹងអាស្រ័យនៅសមាទិដ្ឋិហ្នឹងទៅយើងក៏ធ្វើទានយើងក៏រក្សាសិលយើងក៏ស្ដាប់ពធយើងក៏បំពេញនៅបុណ្យកុសលផ្សេងហ្នឹងបុគ្គលអាស្រ័យនៅសមាទិដ្ឋិឲ្យកើតបុណ្យប៉ុន្តែមានបុគ្គលខ្លះទៀតអាស្រ័យសមាទិដ្ឋិកើតបាបក៏មានដែរកើតបាបញាតិញោមដឹងថាកើតបាបត្រង់ណាទេដែលក្នុងអត្តកថាលោកថាបុគ្គលអាស្រ័យសមាទិដ្ឋិទៅយល់ឃើញតែខ្លួនឯងហ្នឹងវាល្អញាតិញោមណែទៅប្រមាថមើងងាយទៅជេរបន្តិចបុគ្គលមិច្ឆាទិដ្ឋិហ្នឹងឯងអាស្រ័យខ្លួនឯងជាអ្នកណែមាននៅសមាទិដ្ឋិហ្នឹងប្រពយកសមាទិដ្ឋិខ្លួនឯងហ្នឹងមកទៅហើយឃើញហ្នឹងខ្លួនឯងមានទិដ្ឋិល្អបរិសុទ្ធយកឃើញត្រូវបុគ្គលដទៃមានមិច្ឆាទិដ្ឋិហ្នឹងទៅប្រមាថមើងងាយមនុស្សមិច្ឆាទិដ្ឋិហ្នឹងជេរគេអាហ្នឹងកើតបាបត្រង់ហ្នឹងឃើញអត្តកថាវសូតលោកលើកបញ្យល់អំពីរឿងបុគ្គលអាស្រ័យសមាទិដ្ឋិហើយនាំឲ្យកើតបុណ្យក៏មានកើតបាបក៏មានហើយមួយទៀតលោកបញ្យល់អំពីរឿងបុគ្គលអាស្រ័យមិច្ឆាទិដ្ឋិហើយកើតបុណ្យក៏មានកើតបាបក៏មានហ្នឹងមានមិច្ឆាទិដ្ឋិញ៉ឹងអាស្រ័យមិច្ឆាទិដ្ឋិរបស់ខ្លួនឯងហើយនាំឲ្យកើតបុណ្យក៏មានដែរនាំឲ្យធ្វើទាននាំឲ្យរក្សាសិលក៏មានដែរហ្នឹងហើយអាស្រ័យមិច្ឆាទិដ្ឋិនាំធ្វើបាបក៏មានដែរនឹងឃើញលោកលើកមកពីក្នុងអត្តកថាប្រសូតហ្នឹងណាអញ្ចឹងនៅក្នុងទីនេះអាត្មាលើកមកគ្រាន់តែចង់រំលឹកដាស់តឿនថានៅពេលណាដែលយើងអាស្រ័យនៅសិលរបស់យើងល្អបរិសុទ្ធអីក៏ដោយក៏យើងមិនត្រូវទៅប្រមាណមើលងាយមើលថោកអ្នកដទៃតាមអំណាចនៃចិត្តជាអកុសលណាញ៉ឹងប៉ុន្តែក្នុងករណីដែលយើងឃើញអ្នកដទៃខុសឆ្គងឆ្គងមានចិត្តអាណិតអាសូរហើយពោលដាស់តឿនក្រំលឹកអាហ្នឹងអត់អីទេអញ្ចឹងទៅដូចនៅក្នុងពុទ្ធសាសនាអញ្ចឹងក្នុងវិន័យព្រះអង្គឲ្យពោលដាស់តឿនញ៉ឹងណាឧទាហរណ៍ឃើញអង្គណាមួយព្រឹត្តធ្វើខុសឆ្គងឆ្គងនៅក្នុងធម៌វិន័យអញ្ចឹងណាខុសសង្ឃនៅក្នុងសាសនាហ្នឹងជាសហធម្មកៈត្រូវតែពោលដាស់តឿនបញ្ញាបញ្យលណែនាំដើម្បីកុំឲ្យអ្នកនឹងធ្វើអំពើអាក្រក់ទៅទៀតអង្គណាឃើញខុសហើយអត់អើពើក្នុងការបញ្ញាបញ្យលណែនាំអាហ្នឹងប្រព្រឹត្តទៅជាទោសជាអាបត្តិវិញអាហ្នឹងនៅក្នុងសិក្ខាបទបាចិត្តយៈបាទមាននៅក្នុងរឿងវិន័យបាទវិន័យហ្នឹងគឺព្រះអង្គឲ្យភិក្ខុទាំងឡាយដែលបួសនៅក្នុងសាសនាហ្នឹងណាគឺត្រូវចេះដាស់តឿនណែនាំបញ្ញាបញ្យលគ្នាទៅតាមធម៌តាមវិន័យដែលសិនជាអង្គណាខុសឆ្គងឆ្គងទៅហើយមានភិក្ខុទាំងឡាយដទៃណែនាំបញ្ញាបញ្យលក៏ព្យាយាមធ្វើតាមលោកទៅលោកណែនាំបញ្ញាបញ្យលត្រឹមត្រូវតាមធម៌តាមវិន័យហើយនោះអាហ្នឹងក្នុងវិន័យគឺអញ្ចឹងបាទប៉ុន្តែមិនមែនបំណងដើម្បីទៅប្រមាថមើងងាយទេគឺដើម្បីដាស់តឿនក្រំរំលឹកអ្នកដែលធ្វើអំពើអាក្រក់ធ្វើអំពើមិនល្អហ្នឹងឲ្យកែខ្លួនហ្នឹងហើយផ្សំគណិតជួយបិទជួយបាំងទៀតរត់តែត្រូវទោសទៀតណាត្រូវទោសត្រាបាត់ទៅទៀតឧទាហរណ៍វិខុអង្គហ្នឹងលោកត្រូវទោសត្រាបាត់ហ
ហើយមកប្រាប់អង្គនឹងប្រាប់អង្គទៀតណានឹងប្រាប់ទៅហើយឲ្យអង្គនឹងជួយបិទបាំងលោកកុំឲ្យប្រាប់អង្គដទៃបើអង្គនឹងជួយបិទបាំងត្រូវទោសទៀតហ្នឹងក្នុងសិក្ខាបទបញ្ចតយៈដែរបិទបាំងនៅគរុកាបានខុសផងគ្នាហ្នឹងត្រូវអាបានបញ្ចតយៈហ្នឹងចឹងក្នុងវិន័យមានតកតងរឿងឲ្យមានការដាស់តឿនណែនាំបញ្ញាបយលដោយទឹកចិត្តអរិតសូរទឹកចិត្តមេត្តាព្រោះក្នុងវិន័យណែបើសិនជាមានអ្នកតីនឹងធ្វើខុសហើយយើងមិនអើពើនៅក្នុងការណែនាំបញ្ញាបយលអីទៅទេគ្នាខុសនៅតែខុសចឹងណាហ្នឹងហើយដែលខុសអញ្ចឹងអាចនាំឲ្យបុគ្គលនោះឯងប្រព្រឹត្តទៅធ្លាក់ទៅក្នុងអបាយភូមិទៅនរកទៅប្រែទៅសត្វតិរិឆានអីចឹងទៅចឹងបានព្រះអង្គឲ្យសាធម្មិកៈអ្នកបុស្សផងគ្នាហ្នឹងត្រូវចេះណែនាំបញ្ញាបយលខុសផងគ្នាហ្នឹងមើលថាអង្គណាមានទោសមានអាបត្តិអីគូដល់ការណែនាំបញ្ញាបយលបានប្រាប់ទៅបង្ហាញទោសបង្ហាញអាបត្តិទៅដើម្បីឲ្យលោកដឹងខ្លួននេះសម្ដែងចេញទៅនៅពេលដែលលោកសម្ដែងទោសចេញទៅរួចផុតចាកទោសចាកអាបត្តិទៅសិលលោកបរិសុទ្ធអត់ទៅអបាយភូមិទេអាហ្នឹងជួយអញ្ចឹងទៅជួយអញ្ចឹងហើយបើសិនជាអត់អើពើទេអង្គណាត្រូវទោសត្រូវអាបត្តិអីក៏ត្រូវទៅអីក៏ត្រូវទៅហ្នឹងយកទៅរួចខ្លួនតែខ្លួនឯងហ្នឹងអាហ្នឹងអត់ស្រួលទៀតហ្នឹងជាការអាចត្រូវទោសត្រូវអាបត្តិខ្លួនឯងហ្នឹងក៏មានដែរវាថាមិនអើពើដាស់តឿនណែនាំបញ្ញាបយលហ្នឹងមាននៅក្នុងវិន័យដែរមានអាចរួចខ្លួនចាកទោសចាកអាបត្តិក៏មានត្រូវទោសត្រូវអាបត្តិក៏មានអាហ្នឹងទៅតាមនៅក្នុងវិន័យហ្នឹងចឹងទៅថាហ្នឹងចឹងនៅក្នុងទីនេះគ្រាន់តែចង់បញ្ជាក់ថាបើសិនជាខ្លួនឯងមានសិលល្អបរិសុទ្ធហើយនោះណាយើងឃើញអ្នកតីមិនមានសិលអីល្អបរិសុទ្ធអីទៅទេទី1យើងកុំទៅប្រមាណមើលងាយគេកុំទៅណាថាយ៉ាងម៉េចចាំមកឲ្យគេណាហើយក្នុងករណីដែលយើងពោលក៏យើងពោលដោយទឹកចិត្តអាណិតទឹកចិត្តមេត្តាទឹកចិត្តករុណាចង់ឲ្យអ្នកតីហ្នឹងរួចផុតពីទោសរួចផុតពីបាបអកុសលចឹងទៅណាកុំទៅបន្តបង្អាំប្រមាណមើលងាយតាហ្នឹងហើយបើមិនចឹងទៅសិលរបស់យើងហ្នឹងអត់ជាសិលល្អទៅទេដែលដំណាយនៃកិលេសហ្នឹងវារុំពាត់សន្តានចិត្តហ្នឹងហ្នឹងអញ្ចឹងទៅបាននៅក្នុងមេរៀនយើងហ្នឹងយើងរៀនហ្នឹងដើម្បីឲ្យដឹងហ្នឹងឯងដឹងតើតើឬសិលណាដែលយើងរក្សាទៅមានកិលេសហ្នឹងវាមករុំពាត់សន្តានចិត្តអញ្ចឹងទៅមើលងាកទៅអាហ្នឹងសិលហ្នឹងអត់ប្រសើរខ្ពង់ពោះទេជាសិលថ្នាក់ទៀតហ្នឹងហើយមួយទៀតនោះយើងរក្សាសិលដែរហើយយើងមិនទៅប្រមាថមើលងាយគេទេអានឹងសិលថ្នាក់មធ្យមទៅហើយរហូតដល់យើងរក្សាសិលរហូតបានសម្រេចលោកកតរធัวអានឹងសិលនឹងទៅជាបណិតសិលទៅណានឹងក្នុងមេរៀនសិលមិញតើថ្ងៃនេះយើងនឹងបន្តមេរៀនថ្មីណាមេរៀនថ្មីនៅក្នុងសិលពុ3តែទេបញ្ចប់ហ្នឹងនៅក្នុងសិលពុ3នេះលោកពយល់តកតងរឿងបុគ្គលអ្នករសាសិលហើយប្រាថ្នានៅសម្បត្តិក្នុងភពហើយនឹងប្រាថ្នានៅភោគៈសម្បត្តិហ្នឹងហើយអញ្ចឹងបើបុគ្គលរសាសិលប្រាថ្នាចង់បានសម្បត្តិនៅក្នុងភពហើយប្រាថ្នានៅភោគៈសម្បត្តិការរសាសិលរបស់បុគ្គលនោះគេហៅថាជាហេនសិលថ្នាក់ទៀតចឹងណាតណ្ហាវសេនៈណាភវៈភោគៈថាយៈបវត្តិតាំងហើយហ្នឹងណាបុគ្គលអាស្រ័យនៅតណ្ហាណាអាស្រ័យតណ្ហាហើយរសាសិលប្រាថ្នានៅណាសម្បត្តិនៅក្នុងភពហ្នឹងឬក៏ប្រាថ្នានៅភោគៈណាភោគទ្រព្យណាភោគទ្រព្យហ្នឹងភោគទ្រព្យភោគៈសម្បត្តិណាញាតិញោមតាហ្នឹងអញ្ចឹងសិលរបស់បុគ្គលហ្នឹងគឺជាហេនសិល
nè phép vẽ phô kẹt thai giờ ní đầm bay bàn nơi nè phép vẽ sầm bạt nó trong phô hay nâng phô kẹt sầm bạt nâng tạm đây cá lúc vừa miền pí miền phép vẽ sầm bạt nâng muối phô kẹt sầm bạt nâng muối nâng xa xa đó với miền sự đây vật thà chắc tầm 2% nè đầm này sự đây vật thà thời ca chẳng bàn được nhận dùng ra xa xa tới vật thà ấy kì cả chuyện này nó sống ở nhóm sự vô đời trọc sầm vô đời phô kẹt trọc vậy nè phô kẹt nó cứ trọc sầm bạt đó bỏ pra ấy từng on nâng trọc sầm bạt lôi cả ấy từng on đó nó cứ chỉ phô kẹt trọc này phô kẹt sầm bạt này nè chẳng cứ bà con nó ra xa xa vật thà chẳng có thà này phô kẹt sầm bạt nâng tới chẳng bởi sân chia vật thà là phô kẹt sầm bạt nó cứ sờ nó chiaประเภท sờ thà tiệm chia hay nè sờ nè hay mùi tiết bà con ra xa xa lấy vật thà sầm bạt trong phục nè sầm bạt trong phục mình thà mà đu mình thà tệ vào đa thế nè ra xa xa tới đầm này này cũng là thua thà xa sầm ở nhầm bàn bò được bô từ đòi sầm bạt nó trong phục nè phải vẽ sầm bạt cả chuyện mà đu ở đây cả chuyện tệ vào đa cái đây sầm ai bò được bô nè bò được bô sọc cục bạc giang đây du sạ đây xây sọc cục bạc giang thế nè cả nó trong phục á mình thà mà đu mình thà tệ vào đa thế cả chuyện mà đu nângการตะโกสั่นเมียนยูเมียนสะเมียนตรอกสมบัติเมียนรูปสมบัติเมียนปัญญาฉลาดเฉลียจังเถอะอันนั้นโจในขนมเผยแวะสมบัติในขนมผุนั่งนั่งให้ตะการจะเทวดานั่งก็ไอ้ครูนไอ้นั่งบานในสมบัติได้จิตตับนั่งเถอะบริโภคได้สมบัติจิตตับดอกยางรูปสมเลงเคลื่อนรูปพอตะเปะนั่งอายุวันน่ะสกขาปะเละยุสะนั่งทับไปได้phải nó đọc phải đó nè nên cái sầm bạtจิต tập á gì đó sầm bạtจิต tập nè bò được bô đòi sầm bạt tập đọc và cả nè rồi nơi chỉ sọc để nòng thàn xù nâng tới chẳng nòng ca đây được dương là xa xa tự đa dùng khăn trâm tại phần đằng thế nắng sờ bao dương chia vào phết sao thạ tiệm cái sao thạ tiệm về xa dương từ priệp thiệp á gì đó priệp thiệp chỉ mũi sờ được tây cả vì nâng tiệm nè chẳng tới cả là xa xa việc nắng có chia xa thạ tiệp đấy nè hay máy bây giờ bắn có miền trần nhiệt nhiều mà đã xa xa tới miền xa lò bỏ sật bỏ bố tới có vật thà tới nè thà cả chiếc mà lúc tới số mọi số bố đòi trọc sầm bạc ở chân tay thà có vật thà tới ọt chỉ bánh ha đó vậy nếu nè ọt chỉ bánh ha thế và sao để dương trời ca vật thà chọn bán có vật thà tới nè được bây giờ sao nó chỉ sao thà tiếp có sao thà tiếp thế vấn đề dương trời ca vật thà chọn bán có vật thà tới đau cụ na nộp hiệp này sợ để dương miền đó dịch đây vật thà rồi mày sầm rạng để thà lời bộ đi cam sợ mình chứ đây vòng sầm đây được nòng tiền nụ bạc thì sâu đó phải vòng sầm đây thà dịch đây vật thà rồi mày sầm rạng đau bộ cô để chỉ nè miền sáu nè mình sầm rạng đau bộ cô trục xa lệ nè xây là vật tao và tiền mỹ nô tu xây là sạ ấy chả tệ nè thì cái bé xây lại và tao chê tao và nị thị sót thật tả nè bạn này tham để bị khâu tầng lái từ tha cốt pol là ca sầm rạng đủ ái chấm pu bộ cô này miền sạ mình chấm pu bộ cô trục xa lại xây cái đây bạch na đòi chất rồi bao bộ cô này miền sạ rồi mấy sầm rạng pro chất bỏ lại sạch nè nó không bị đọ lệ xài và bấy đó cứ trong một trẻ tha bữa sân để dương miền xanh là bỏ được sọt tới thì cái đây vật thà bỏ dương sầm rạng nè mẹ ọt sầm rạng chứ những điều vật thà chẳng ban phô kẹ trọp sầm bạn nâng có ban cả chuyện này nè một tài sập bồ đấy trọp ấy phô cả trọp sầm bạn nâng ai hay bây giờ trời ca vật thà sầm bạn được nông phô nâng có ban đây nè chẳng nó đó thà sầm bạn được nông phô nâng sầm bạn mà nuôi sầm bát tê vào đây vật thà thôi cả nó không mà nuôi nâng bò được bồ đói sầm bát để chia được bò mà nuôi tê nè hay cảจะเตวดาก็บอโบได้สมบัติเติบดอกปากกาได้เชียสมบัติระบบเตวดานั่งเตย
អាយុវណ្ណៈសុខៈបលៈយុសៈអធិបតីនឹង5រូបសម្លេងក្លិនរសផតពៈ5ទៀតទៅជា10ហ្នឹងចឹងណាបងអញ្ចឹងសេចក្តីប្រាថ្នារបស់យើងណាប្រាថ្នាបានសម្រេចប៉ុន្តែគ្រាន់ថាសិលហ្នឹងគេហៅថាជាសិលថ្នាក់ទៀតណាមិនជាសិលថ្នាក់ខ្ពង់ខ្ពស់អីទេព្រោះការរក្សាសិលរបស់យើងនេះមិនបានត្រូវការប្រាថ្នាឲ្យរួចផុតចាកអំពីសេចក្តីទុក្ខឡើយអញ្ចឹងណាដោយសារប្រៀបធៀបផ្ទឹមគ្នាជាមួយសិលរបស់បុគ្គលអ្នករក្សាដើម្បីឲ្យរួចផុតចាកទុក្ខហ្នឹងអញ្ចឹងពេលណាដែលយើងរក្សាសិលហើយយើងត្រូវការប្រាថ្នាសម្បត្តិនៅក្នុងភពហ្នឹងសិលហ្នឹងវាជាសិលថ្នាក់ទៀតហើយដល់ពេលបុគ្គលខ្លះរក្សាសិលហើយអត់ប្រាថ្នាសម្បត្តិនៅក្នុងភពទេប្រាថ្នាដើម្បីជាប្រយោជន៍ដល់ការរួចផុតចាកអសវៈកិលេសរបស់ខ្លួនឯងថ្នាក់ខ្លួនឯងបានសម្រេចជាព្រះយបុគ្គលហ្នឹងជាព្រះបច្ចេកពុទ្ធក្តីប្រាថ្នាឲ្យបានជាសាវករបស់ព្រះសម្មាសម្ពុទ្ធក្តីហ្នឹងអញ្ចឹងបើសិនជាបុគ្គលរក្សាសិលឲ្យប្រាថ្នារបៀបហ្នឹងថ្នាក់ខ្លួនឯងបានសម្រេចធម៌រួចផុតចាកទុក្ខហ្នឹងយល់ដល់ព្រះនិព្វានប៉ុន្តែប្រាថ្នាហ្នឹងប្រាថ្នាត្រឹមជាព្រះបច្ចេកពុទ្ធឬក៏សាវករបស់ព្រះសម្មាសម្ពុទ្ធទេហើយក៏រក្សាសិលបដិបត្តិនៅក្នុងសិលហ្នឹងទៅហ្នឹងអញ្ចឹងសិលនេះវាក្រំជាងសិលទី1អញ្ចឹងគេហៅថាជាមជ្ឈិមសិលណានឹងសិលប្រភេទទី2ញ៉ឹងបងសិលប្រភេទទី2ណាយើងមើលសំបីថាសិលរបស់បុគ្គលនឹងរក្សាបដិបត្តិដើម្បីឲ្យបានសម្រេចជាព្រះជាពុទ្ធណាក៏នៅតែជាមជ្ឈិមសិលអត់ឈានចូលដល់បណិតសិលឯងសុទ្ធតែហេតុអីឆ្លើយថាដោយសារប្រៀបធៀបប្រៀបផ្ទឹមជាមួយសិលមួយទៀតសិលរបស់បុគ្គលណាគឺសិលរបស់ព្រះបរមពោធិសត្វដែលព្រះអង្គរក្សាសិលហ្នឹងគឺទិសដៅសំខាន់ដើម្បីឲ្យបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយជួយដល់សពសត្វឲ្យរួចផុតចាកទុក្ខផងដែរហ្នឹងសាររបៀបហ្នឹងវាទៅជាណែបណិតសិលដែរគឺបណ្ឌិតខ្ពង់ខ្ពស់ជាងសិលរបស់ព្រះបច្ចេកពុទ្ធទៀតប្រសិលរបស់បុគ្គលដែលរក្សាទៅប្រាថ្នាឲ្យបានសម្រេចជាបច្ចេកពុទ្ធក៏ជួយត្រឹមតែខ្លួនឯងហើយប្រាថ្នាជាសាវករបស់ព្រះសម្មាសម្ពុទ្ធនោះក៏ជួយត្រឹមតែខ្លួនឯងតែប៉ុណ្ណោះហើយរួចផុតចាកទុក្ខទៅប៉ុន្តែសិលរបស់ព្រះបរមពោធិសត្វទាំងឡាយដែលព្រះអង្គរក្សាឲ្យបានទៅជាសីលបារមីឲ្យបានប្រាស់ជាព្រះសម្មាសម្ពុទ្ធនោះគឺមិនមែនដើម្បីតែខ្លួនឯងទេហ្នឹងគឺដើម្បីជួយស្រោចស្រង់សត្វលោកទាំងអស់ឲ្យរួចផុតចាកទុក្ខផងដែរដែលដើម្បីតែខ្លួនព្រះអង្គផ្ទាល់ព្រះអង្គមិនកសាងសំបារមីច្រើនទេដូចព្រះបរមគ្រូនៃយើងអញ្ចឹងបើដើម្បីប្រយោជន៍ទៅព្រះអង្គត្រូវបរិនិព្វាននៅក្នុងសម័យកាលព្រះសម្មាសម្ពុទ្ធពនាងទីតាំងកព្រោះសម័យកាលនោះព្រះអង្គមានអភិនិហាបារមីគ្រប់គ្រាន់ដើម្បីបានសម្រេចជាព្រះអរហន្តអញ្ចឹងណាយល់ហ្នឹងនៅក្នុងពុទ្ធការកធัวណាពុទ្ធការកធัวហ្នឹងហេតុសម្បត្តិដល់ព្រមដល់ហេតុគឺឧបនិស្ស័យត្រូវបានសម្រេចជាព្រះអរហន្តនៅពេលហ្នឹងប៉ុន្តែព្រះអង្គអត់ព្រមដើម្បីសម្រេចជាព្រះអរហន្តទេព្រះអង្គប្រាថ្នាជាព្រះសម្មាសម្ពុទ្ធដើម្បីជួយសត្វលោកហ្នឹងអញ្ចឹងពេលហ្នឹងបានព្រះសម្មាសម្ពុទ្ធពនាមទីតាំងកពិចារណាទៅក៏ព្យាករហ្នឹងហើយព្រះអង្គក៏ដល់ព្រមដោយសមោធានធម៌ទាំង8ប្រការមនុស្សសត្វតាំងលឹងកសម្បត្តិហេតុសត្វថារតសនាំងបព្វជាគុណសម្បត្តិអធិការោចឆន្ទតាហ្នឹងគ្រប់ទាំង8ហ្នឹងចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គព្យាករតែចឹងនៅក្នុងទីនេះគ្រាន់តែចង់បញ្ជាក់ថាបើសិនជាព្រះបរមគ្រូនិយាយក្នុងសម័យកាលនោះព្រះអង្គត្រឹមតែរួចខ្លួនផុតចាកទុក្ខដោយខ្លួនព្រះអង្គឯងគឺបានសម្រេចជាព្រះអរហន្តតាំងពីសម័យកាលនោះឯងមិនចាំបាច់លំបាកលំបិនធ្លាក់នរកអីរងទុក្ខលំបាកវេទនានៅក្នុងអបាយភូមិអីទៅទេហ្នឹងប៉ុន្តែព្រះអង្គសុខចិត្តណាធ្លាក់ក្នុងនរកទៀតក៏ធ្លាក់ទៅឲ្យតែបានសំបុណ្យបារមីឲ្យបានគ្រប់ខ្លាយជាព្រះសម្មាសម្ពុទ្ធដើម្បីជួយអ្នកដទៃហ្នឹងអញ្ចឹងការរក្សាសិលរបស់ព្រះបរមពុទ្ធសាសនានឹងឯង
nè chỉ pre sầm á sam put nè nâng cứ sờ nâng bờ sao vì sao chân kì nè cái tham hà po thì sát á nè hà po thì sát nè sầm ra pre sầm á sam put hay đáp về pre bạch chế cái put anh nâng bạch chế cả po thì sát đấy rồi miền po thì sát chẳng đấy nó như thế phải nè miền bạch chế cả po thì sát nè để sai bữa cô nâng xong bọn ba đầm bấy nâng đầm bấy bán chia pre phải chia cái bột hay đập bê bữa qua class thế là xong bao đầm mấy tâm tại chia xa vậy nó kéo ta xa và cắt po thị sản nâng chạy trắng gì đúng không chạy trắng chạy chia xa và cắt po thị sản phải chia cắt po thị sản nâng đang xem làm nè xong bọn ba đầm mấy đã xa xa đầm bấy khai chia xa vậy là bao bột rồi có đầm bấy khai chia pre phải chia cái bột nè bàn tay đập bê bữa qua xong xây là ba đầm mấy ai ban tra chia pre sầm á sam put cái hao thá mà ha po thì sẵn đang khơi bị chuyện đang khẳng đây ca vì sắp mẹ trăng chụp lệnh đó phải vậy đó trăng chụp lệnh đường mạch mẹ sao hay đang phần này tạ sợ nè lộn dây đường bực qua đây là xa sợ hay vật na đầm bầy ấy rồi thoát chạ tục tại khuôn ấy nữa đó đầm bầy đào plan là tiền là khuôn ấy nữa lại chia xa vậy cả po thì sẵn tới thì mùi tiết khai chia bạch chế cái bộ thì sẵn pro bộ thì sẵn tăng pi nắng cứ bàn thử rồi thoát được luôn anh làm dạng tê anh chui nè tê bàn tê bàn tay press mà sam put còn ai chui sẵn lộ bàn tràn ta chẳng tới bán lúc pra biệt tham mà ha po thì sẵn thế đã mà hà thiệt mà ha po thì sẵn nặng chẳng sẽ đọc rùm tới được nòng này xì cái đây này sẵn này lâu trong bạch chuyện và phê này sẵn thân nạ tia thân nạ mà xung thân nạ phong bố để xa ca biệt thiếp kia chẳng để cho nên nhìn công vô chật lắm tháng sẵn nâng chỉ hay nạ sẵn trong bạch bạch là xa sẵn rồi phê nâng chẳng á bạch là xa sẵn rồi phê nâng nâng tơ tam nhận vô tam nhận được trận chuyện rồi ca bạch ra để trong ban sự bạc không phúc của bạch ra thế bầm trong ban thế là nó có ọt thế nó ra từ chứ bàn tay nơi pe đây cả chuyện này nè cây cro lồng bạ tàu cá nó còn bắt đầu nè là tì chẳng á còn bắt đầu nè tì tôi khuôn anh đã xa xa hơi ọt bạch ra ở bồ đại trọc bạn tự khuôn anh đây nè pero đầm ná sang xa là vót bên chân ấy vậy điểm pháp rạm na dừng toàn bàn rung lót khăn cho can bền nó phiền thế nè rạm nó trừ vơ vua đượcក្នុងphục hay thì dừng thưa bọn của sao chẳng tới dừng ọt bạch na sụp bạch ọt bạch na ấy thế với chúng ta vì ọt bán nè ọt bán cáiក្នុងតកូលដែលបរិបូរដោយភោគៈទ្រព្យសម្បត្តិអីទៅទេហ្នឹងហើយអញ្ចឹងក៏ទៅតាមហ្នឹងទៅតាមហ្នឹងទៅប៉ុន្តែបើសិនជាយើងប្រាថ្នាណាប្រាថ្នាហ្នឹងកម្មហ្នឹងសម្រួចទៅខាងហ្នឹងទៅឡងកើតចិត្តអាណាក៏សបោទៅដោយភោគៈទ្រព្យសម្បត្តិហ្នឹងដោយសារបុណ្យកុសលយើងធ្វើទានយើងរក្សាសិលយើងប្រាថ្នាទៅខាងហ្នឹងដោយព្រះបរមពោធិសត្វចឹងអាត្មាក៏ធ្លាប់លើកមកនៅក្នុងវិជាដកហ្នឹងព្រះអង្គកើតជាអ្នកក្រីក្រកើតជាអ្នកក្រីក្រលំបាកធ្វើការស៊ីឈ្នួលគេមួយថ្ងៃវាថ្ងៃបានត្រឹមតែមួយរស់ណាញ៉ឹងហ្នឹងហើយថ្ងៃមួយហ្នឹងបានលំកម្មាស់ហ្នឹង4ណែយកទៅដើម្បីបរិភោគធ្វើការស៊ីឈ្នួលគេហ្នឹងស៊ីឈ្នួលលោកសេដ្ឋីហើយជាអ្នកកំសត់ទុរគតហ្នឹងហើយដើរតាមផ្លូវទៅជួបព្រះវិជ័យកពុទ្ធទៅជួបវិជ័យកពុទ្ធ4អង្គប៉ះហើយព្រះពោធិសត្វធ្លាប់មានបញ្ញាឆ្លាតឆ្លៀសវាងវៃបនិស័យសំមកច្រើនក៏បានពិចារណាឃើញថាដែលខ្លួនឯងមានសភាពបែបហ្នឹងក្រីក្រលំបាកលំបិនតោកយ៉ាអញ្ចឹងដោយសារខ្វះនៅបនថ្នាក់ទានហ្នឹងហើយហ្នឹងហើយអញ្ចឹងឥឡូវបានជួបព្រះវិជ័យកពុទ្ធគួរធ្វើទានអញ្ចឹងក៏បានធ្វើទានទៅសុខចិត្តអត់ទៅពេលហ្នឹងព្រះពោធិសត្វ
rồi miền tây nông buồn năng thế hay cái đó phải chỉ phốt từng buồn ăn tại sắp chất ọt chỗ này thực bọn rất là thà rồi tại mà đong khởi nơi nông phải chuyện đó nó ăn được cả thà được lợi mà thà ở cao chuyện này nó cao tà cô nè miền nè tà cô nè miền trọc bắt sọc sọc tới tại mà đong ọt ao cao tà cô nè cây con bạn bắn đi đấy hot nơi lục bạn á cao tà cô cây con đó thà cao tà cô nè miền nhẫn hãy mùi tiết bạch ná ở ban sầm rách chia sama sampo thì nhiên nó khơi bạch ná pì nè chẳng có sân nhiệt nhôm chát do tầng óc tay do tầng óc tròn thà đồ rạm nè nhưng mình toàn đo bạch nó tiền đấy bạn nó không phúc có dương bạch ná đấy tại ná bạch nông phục phong tới bạch ná rồi phọt chạ phục nâng phong tới nèនៅពេលណាដែលយើងមិនតន់មានបុណ្យបារមីបនិស្ស័យគ្រប់គ្រាន់ដែលត្រូវរួចផុតចាកភពទេយើងនៅក្នុងភពនៅពេលដែលយើងនៅក្នុងភពណែដំណែកបុណ្យកុសលដែលយើងប្រាថ្នាត្រូវការហ្នឹងគឺថាបរិបូរដោយទ្រព្យសម្បត្តិបរិបូរដោយអ្វីផ្សេងៗដែលយើងត្រូវការប្រាថ្នាហ្នឹងតែដំណែកបុណ្យដែលយើងបានធ្វើយើងប្រាថ្នាអញ្ចឹងណាញាតិញោមបងហ្នឹងអញ្ចឹងសរុបរួមទៅនៅក្នុងការរក្សាសិលហ្នឹងមានចែកជា3កម្រិតថ្នាក់ទៀតគឺរក្សាសិលហើយដំណែងនៃតណ្ហាហ្នឹងប្រាថ្នានៅសម្បត្តិក្នុងភពហើយនឹងប្រាថ្នានៅភោគទ្រព្យនឹងមួយជាប្រភេទនៃហើយអ្នកសិលណាហើយទី2បុគ្គលនឹងរក្សាសិលហើយណាដំណែងនៃសេចក្តីប្រាថ្នាចង់ឲ្យខ្លួនឯងរួចផុតណារួចផុតចាកសេចក្តីទុកបានសម្រេចជាសាវកបារមីណាបានជាសាវករបស់ព្រះសម្មាសម្ពុទ្ធហើយនឹងមួយទៀតបានជាព្រះវិជ័យកពុទ្ធហ្នឹងហើយក៏បានរក្សាសិលដែរដោយសេចក្តីថាបុគ្គលនឹងរក្សាសិលប្រាថ្នាឲ្យតែខ្លួនឯងនឹងរួចផុតចាកអាសវៈកិលេសហ្នឹងខ្លាយជាសាវករបស់ពុទ្ធឬក៏ខ្លាយទៅជាព្រះវិជ័យកពុទ្ធហ្នឹងតាមដីកានៃលោកបច្ចៈបន្ថែមណាហ្នឹងអញ្ចឹងសិលហ្នឹងគឺបានឈ្មោះថាជាមជ្ឈិមសិលហើយសិលមួយទៀតនោះគឺជាសិលរបស់ព្រះបរមពោធិសត្វយើងហៅថាមហាពោធិសត្វហ្នឹងហើយដែលលោករក្សាសិលហ្នឹងដើម្បីឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហ្នឹងហើយបន្ទាប់មកដើម្បីជាប្រយោជន៍ជួយដល់សានលោកឲ្យរួចផុតចាកទុក្ខនឹងផងដែរចឹងណាមិនជួយតែព្រះអង្គខ្លួនឯងផ្ទាល់ទេគឺថាសัพពសត្តៈវិមោក្ខដ្ឋាយៈដើម្បីប្រយោជន៍ដល់ការរួចផុតដល់សត្វទាំងឡាយទៀតហ្នឹងរួចផុតហ្នឹងគឺរួចផុតពីសេចក្តីទុក្ខចូលទៅកាន់ព្រះនិព្វានតាហ្នឹងរបស់សត្វទាំងឡាយផងដែរសัพពសត្តៈហ្នឹងគឺសត្វទាំងអស់សត្វទាំងអស់តែម្ដងចឹងការរក្សាសិលរបៀបហ្នឹងដូចជាសិលរបស់ព្រះបរមពោធិសត្វអីហ្នឹងគឺទិសដៅសំខាន់របៀបហ្នឹងឯងដើម្បីជួយដល់សត្វលោកទាំងអស់ឲ្យរួចផុតចាកទុក្ខហ្នឹងអញ្ចឹងសិលហ្នឹងក៏ទៅជាបណិតសិលអញ្ចឹងណាបណិតសិលហើយយើងងាយធ្វើបានទេណាអញ្ចឹងណាយើងងាយធ្វើបានទេសិលភេទហ្នឹងដោយសារយើងបានមានបំណងត្រូវការប្រាថ្នាជាព្រះសម្មាសម្ពុទ្ធអ្នកខ្លះរក្សាសិលត្រឹមតែប្រាថ្នាជាសាវកអញ្ចឹងតែសាវករបស់ពុទ្ធប៉ុណ្ណឹងបានណាអ្នកខ្លះក៏រក្សាសិលទិដៅដើម្បីคล้ายជាព្រះវិជ័យកពុទ្ធអីចឹងទៅក៏ទៅតាមហ្នឹងហ្នឹងដូចយើងរាល់ថ្ងៃនេះរក្សាសិលដែលច្រើនក៏ដើម្បីត្រឹមតែរួចផុតចាកទុក្ខណាយល់ណាសិលរបស់យើងរាល់ថ្ងៃហ្នឹងអញ្ចឹងក៏ទៅតាមហ្នឹងទៅតាមអ្វីដែលយើងត្រូវការប្រាថ្នាទៅហើយអ្នកខ្លះទៀតសំបារមីជាព្រះណាពោធិសត្វអញ្ចឹងក៏មានណាចឹងណាបងសំបារមីជាពោធិសត្វអញ្ចឹងក្នុងការរក្សាសិលហ្នឹងគឺទិសដៅសំខាន់ដើម្បីបានត្រាស់ជាពុទ្ធហ្នឹងក៏មានដែរហ្នឹងប៉ុន្តែគេហៅថាជាអនិយតៈពោធិសត្វព្រោះមិនតាន់មានការព្យាករតាមមានការព្យាករពីព្រះសម្មាសម្ពុទ្ធនៅឡើយអញ្ចឹងអត់តាន់ទៀងទេអត់តាន់ទៀងប្រកបបជាអីទៅទេតាហ្នឹងនៅជា
អនិច្ចតពោធិសត្វតើបានជួបព្រះសម្មាសម្ពុទ្ធទៅហើយព្រះអង្គព្យាករមកដូចជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងកើតជាសុមេធបណ្ឌិតហ្នឹងសុមេធតបោះហ្នឹងតលអញ្ចឹងហ្នឹងទៅខ្លាយទៅជានិច្ចតពោធិសត្វមានថាទៀងតតដែរពេលហ្នឹងបន្តអំពីការព្យាកររបស់ព្រះសម្មាសម្ពុទ្ធហើយបច្ចេព្រះពោធិសត្វហ្នឹងឯងគឺខ្លាយទៅជានិច្ចតពោធិសត្វទៀងប្រកបជាថានឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធយ៉ាងពិតប្រាកដហ្នឹងចឹងក្នុងការរក្សាសិលរបស់ព្រះបរមពុទ្ធសាសនឹងគឺអស្ចារ្យណាស់ដូចដែលយើងបានស្ដាប់បានសិក្សារៀនសូត្រខាងដើមហើយយើងមិនងាយធ្វើបានទេហ្នឹងហើយដូចនៅក្នុងមេរៀនខាងដើមអាត្មាលើពីចរិយាបិដកណាបងក្នុងចរិយាបិដកលេខ77ក្នុងការរក្សាសិលរបស់ព្រះបរមពុទ្ធសាសព្រះអង្គសុខចិត្តលះបង់ជីវិតហ្នឹងមិនសុខចិត្តលះបង់សិលទេការលះបង់ជីវិតរបស់ព្រះអង្គស្រាលដូចជាស្មៅអញ្ចឹងប៉ុន្តែការលះបង់សិលវិញធ្ងន់ដូចជាកលាប់ផែនដីហ្នឹងហើយព្រះអង្គមិនលះបង់សិលព្រោះហេតុតែសម្បត្តិស្ដេចចក្រពត្តិទេសូម្បីអ្នកណានៅដីមួយលើកព្រះអង្គឲ្យคล้ายជាស្ដេចចក្រពត្តិហើយឲ្យព្រះអង្គដាច់សិលទៅសម្រាប់សត្វមូសសត្វសំអល់ព្រះអង្គអត់ស្រឡាញ់ព្រះអង្គមិនព្រមដាច់សិលព្រោះអាស្រ័យហេតុតែសម្បត្តិស្ដេចចក្រទេហ្នឹងហើយយើងធ្វើបានទេអត់ទេយើងរាល់ថ្ងៃអត់ទេណាគ្មានអ្នកណាអាចធ្វើបានដូចជាព្រះបរមពុទ្ធសាសទេហ្នឹងគេឲ្យទៅយុស័កតំណែងទួនាទីតិចតួចហ្នឹងដាច់សិលក៏ដាច់ដែរអញ្ចឹងហ្នឹងអាហ្នឹងសទ្ធាបបធិជនយើងនៅខ្សោយទៅនៅខ្សោយអត់ងាយមុតមមដូចព្រះបរមពុទ្ធសាសហ្នឹងព្រះពុទ្ធសាសព្រះអង្គមុតមមណាយើងមិនងាយធ្វើដូចព្រះអង្គទៅហ្នឹងអញ្ចឹងបានសិលរបស់ព្រះអង្គហ្នឹងទៅជាបណិតសិលក្នុងការរក្សាសិលរបស់ព្រះអង្គហ្នឹងទិសដៅសំខាន់ដើម្បីថាបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធហ្នឹងហើយជួយស្រោចស្រង់សត្វលោកទៀតអញ្ចឹងបានដូចសម័យយើងបច្ចុប្បន្ននេះយើងគួរតែគិតដល់ចំណុចហ្នឹងដែរថាព្រះសម្មាសម្ពុទ្ធព្រះអង្គខំប្រឹងណាញាតិញោមខំប្រឹងណាកសាងសម្បុណ្យបារមី4អសង្ខ័យមួយសែនផែនដីព្រះអង្គសុខចិត្តតស៊ូលំបាកលំបិនសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីសំបារមីឲ្យគ្រប់មានបញ្ញាញាណត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយដើម្បីអីដើម្បីមានពធនេះសំដែងធម៌ប្រោះដល់យើងរាល់ថ្ងៃនេះនឹងបើកបង្ហាញផ្លូវថាត្រូវធ្វើមិនធ្វើម៉ានេះហើយស្រាប់តែយើងរាល់ថ្ងៃធ្វើបង្អើយកន្តើយទៅជួបធัวជួបវិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយអត់នាំគ្នាខិតខំប្រឹងប្រែងគ្រប់ប្រតិបត្តិទេហ្នឹងហើយជាប់ពាក់ទៅនៅក្នុងរឿងលៀបសការៈយុសកិត្តិយសគេឈ្មោះមុខមាត់អីទៅលះបង់នៅធัวនៅវិន័យចោលមិនបានវឹកហាត់អប់រំទូមាននៅក្នុងកុសលធម៌អីចឹងក៏មានអញ្ចឹងយល់ហ្នឹងអញ្ចឹងបែរថាយើងគួរតែគិតត្រង់ចំណុចហ្នឹងដែរណាហ្នឹងត្រង់ថាព្រះសម្មាសម្ពុទ្ធព្រះអង្គខំណាខំកសាងសម្បុណ្យបារមីជួបទុកជួបលំបាកអីយ៉ាងម៉េចយ៉ាងម៉ាក៏ព្រះអង្គមិនរារែកដែរហ្នឹងជាខ្ញុំធ្លាប់សូត្រនៅក្នុងធម៌យោគបកោដីហ្នឹងព្រះអង្គណែជួបនៅសេចក្តីទុកលំបាកលំបិនអីយ៉ាងម៉េចយ៉ាងម៉ាក៏ព្រះអង្គខិតខំប្រឹងប្រែងទៅយើងមើលការសំបារមីព្រះអង្គជាខ្លះព្រះអង្គត្រូវធ្លាក់ក្នុងនរកណែដោយសារនៅជាវត្ថុជនវាមិនមែនកើតកុសលរហូតទេណាពេលខ្លះក៏មានចិត្តបាបចិត្តអកុសលចឹងដែរហ្នឹងចឹងទៅក៏ធ្វើបាបទៅបាបហ្នឹងនាំឲ្យទៅនរកចឹងទៅហ្នឹងចឹងព្រះបរមពុទ្ធសាសក៏ធ្លាប់ទៅសោយទុកលំបាកនៅក្នុងនរកចឹងដែរហ្នឹងហ្នឹងយើងគិតគូរវិចារណាណាបងចាហ្នឹងហ្នឹងឥឡូវនេះយើងបានតន់ធัวវិន័យរបស់ព្រះអង្គហ្នឹងតន់ធัวវិន័យរបស់ព្រះអង្គហើយគួរតែខិតខំប្រឹងប្រែងព្យាយាមណាគ្រប់ប្រតិបត្តិអប់រំសិក្សារៀនសូត្រធัวរបស់ព្រះអង្គទៅហើយព្យាយាមសាងល្អណា
ព្រោះជីវិតរបស់យើងមិនដឹងថាទៅវិញថ្ងៃណាទេណាបងដាស់តឿនអជេវៈកិច្ចមាតបាំងកោជាញាមរណាំងសុវេនហេណូសង្ករន្តេអ្នកមហាសេនេអ្នកមច្ចនាសេចក្តីព្យាយាមប្រឹងប្រែងធ្វើបុណ្យកុសលគឺបុគ្គលគួរតែធ្វើក្នុងថ្ងៃនឹងឯងក្នុងអន្តរកថាលោកពយល់ថាបុគ្គលនឹងត្រូវតាំងចិត្តថាអាត្មាឯងត្រូវតែធ្វើទាននៅក្នុងថ្ងៃនឹងឯងហ្នឹងកុំឲ្យមានចិត្តយឺតយូរកុំឲ្យមានចិត្តយឺតយូរក៏ទាំងចាំស្អែកចាំធ្វើចាំខានស្អែកចាំធ្វើហ្នឹងនៅក្នុងអន្តរកថាលោកថាអត់ឲ្យមានចិត្តអញ្ចឹងឯងត្រូវប្ររពនៅសេចក្តីព្យាយាមតាំងចិត្តថាអាត្មាឯងត្រូវតែធ្វើទាននៅក្នុងថ្ងៃនឹងឯងអាត្មាឯងត្រូវតែរក្សាសិលនៅក្នុងថ្ងៃនឹងឯងត្រូវធ្វើបុណ្យកុសលផ្សេងៗនៅក្នុងថ្ងៃនឹងឯងហ្នឹងព្រោះអីព្រោះមិនដឹងថាថ្ងៃស្អែកយើងរស់នៅបានឬក៏អត់ចឹងណាញាតិញោមយើងអត់ដឹងទេព្រោះសេនារបស់ម៉ាច់ជុហ្នឹងវាច្រើនណាមិនដឹងថាថ្ងៃស្អែកយើងរស់នៅបានដល់ថ្ងៃស្អែកឬក៏រស់នៅមិនដល់ថ្ងៃស្អែកទេហ្នឹងអញ្ចឹងយើងត្រូវព្យាយាមធ្វើនៅក្នុងថ្ងៃហ្នឹងទៅញាតិញោមអាចធ្វើទានបានធ្វើទៅហ្នឹងហើយធ្វើទានមិនមែនថាតល់តែញាតិញោមត្រូវមកវត្តរាល់ថ្ងៃទេណាញាតិញោមមានឪពុកម្ដាយអញ្ចឹងបីបាច់មើលថែគាត់ទៅជូនបាយជូនទឹកគាត់ទៅហ្នឹងគឺជាកុសលថ្នាក់ទានរបស់យើងហើយហ្នឹងថ្ងៃវិខុសង្ឃអីលោកនិមន្តតាមផ្លូវអីបិណ្ឌបាតអីយើងឃើញទៅយើងដាក់បាយដាក់ម្ហូបអីចឹងទៅហ្នឹងធ្វើទានតាមសំគួរណាតាមសំគួរដល់វិន័យអញ្ចឹងណាបងញាតិញោមរាល់ថ្ងៃហ្នឹងធ្វើទានខ្លះខុសវិន័យក៏មានដែរហ្នឹងបើនៅក្នុងប្រសូតលោកនិយាយពីរឿងទានរបស់សប្បុរសណាបងសប្បុរសលោកធ្វើទានលោកធ្វើនៅវត្ថុដូចជាកប្បយៈរបស់ណាដែលគូដល់សាមណៈតែហ្នឹងអាហ្នឹងគឺទានរបស់សប្បុរសហ្នឹងហើយមួយទៀតលោកពិចារណាមើលទៀតណាពិចារណាមើលបុគ្គលទៅទៀតមិនមែនចេះតែឲ្យទេណាសប្បុរសលោកជ្រើសរើសឲ្យបានឲ្យទៀតក្នុងអត្ថកថាលោកពយល់ថាបុគ្គលជាសប្បុរសលោកជ្រើសរើសថាឲ្យទានដល់បុគ្គលនេះទៅបានផលច្រើនបុគ្គលនោះអត់សូវបានផលច្រើនលោកជ្រើសរើសចឹងទៀតអាហ្នឹងឃើញអត្ថកថាអត្ថកថាលោកពយល់ពីរឿងទានសប្បុរស8យ៉ាងហ្នឹងលោកសិតតែជ្រើសរើសទៅទៀតសប្បុរសហ្នឹងលោកមិនមែនថាចេះតែឲ្យទៅទេបើឲ្យអាហ្នឹងតើថាមួយទៀតមានចិត្តអនុគ្រោះចិត្តអនុគ្រោះដូចព្រះជាបាទសិន្តិកសលសួរថាបើពិតព្រះអង្គលោកចម្រើនតើទានត្រូវឲ្យដល់បុគ្គលណាព្រះអង្គត្រាស់ថាពេញចិត្តបុគ្គលណាឲ្យបុគ្គលហ្នឹងទៅអញ្ចឹងគឺព្រះអង្គអត់មានឲ្យជ្រើសរើសយ៉ាងម៉េចចាំពេញចិត្តបុគ្គលណាឲ្យបុគ្គលហ្នឹងទៅតាមតែខ្លួនឯងពេញចិត្តអាណាឲ្យអ្នកដឹងទៅហ្នឹងអាហ្នឹងបើសួរព្រះអង្គថាតើទានត្រូវឲ្យដល់បុគ្គលណាអញ្ចឹងយើងឲ្យដល់បុគ្គលណាក៏ឲ្យទៅស្រេចតែយើងអាហ្នឹងទ្រព្យសម្បត្តិរបស់យើងប៉ុន្តែព្រះយេស៊ូវមកសួរទៀតថាទានឲ្យដល់បុគ្គលណាទៅបានបុណ្យច្រើនមានផលច្រើនបានព្រះអង្គត្រាស់ថាទានត្រូវឲ្យដល់បុគ្គលអ្នកមានសិលហ្នឹងអាហ្នឹងសំណួរពីរហ្នឹងខុសគ្នាហ្នឹងសំណួរទី1ថាទានត្រូវឲ្យដល់បុគ្គលណាអាហ្នឹងយើងជ្រះថ្លាបុគ្គលណាពេញចិត្តបុគ្គលណាឲ្យបុគ្គលហ្នឹងតែហ្នឹងប៉ុន្តែបើសួរថាទានឲ្យដល់បុគ្គលណាមានផលច្រើនអាហ្នឹងឲ្យដល់បុគ្គលណាមានសិលអញ្ចឹងយើងគួរតែធ្វើនៅក្នុងថ្ងៃហ្នឹងទៅណាយើងអាចធ្វើទានបានកូនចៅប្រុសស្រីនៅជាមួយមេដាបិតាទំនុកម្រងមើលថែគាត់ជូនបាយជូនទឹកគាត់ទៅបានបុណ្យកុសលថ្នាក់ទានរាល់ថ្ងៃដែលគ្មានបដិគិអកៈណានៃទេញាតិញោមជាពុទ្ធបរិស័ទមានព្រះពុទ្ធរូបនៅប្រទេសហ្នឹងរៀបចំចង្ហាន់ថ្វាយព្រះអង្គរាល់ថ្ងៃទៅបានបុណ្យកុសលថ្នាក់ទានរាល់ថ្ងៃទិដ្ឋន្តេនិពុទេវាបិសមេចិត្តទេសមង្គផលាំងការព្រះសម្មាសម្ពុទ្ធព្រះអង្គគង់វជុននៅក្តីព្រះអង្គប្រេណិព្វានទៅហើយក្តីនៅពេលដែលយើងមានសទ្ធាមានចិត្តជ្រះថ្លាប៉ុនគ្នាបានប៉ុនដូចគ្នាអញ្ចឹងយល់ទេអញ្ចឹងជាទូទៅយើងជាពុទ្ធបរិស័ទតែងតែមាននៅព្រះពុទ្ធរូបណាពុទ្ធរូបនៅផ្ទះសម្រាប់ថ្វាយអង្គមអញ្ចឹងយើងធ្វើទានថ្វាយព្រះអង្គទៅហ្នឹងរៀបចង្ហាន់ថ្វាយព្រះអង្គរាល់ថ្ងៃទៅយើងបានប៉ុនថ្នាក់ទានរាល់ថ្ងៃហ្នឹងអាចជេវៈកិច្ចមាតបាំងហ្នឹង
nè cứ dương bàn thử bọn nó không khai đừng ấy nè ở tiền nó không khai đừng hay sao dương miền chỉ phải chăm sao pram nâng có miền cho áp chỉ phải chăm chẳng thế chỉ mỗi nâng cứ sao là cam bọt tiếng đọc nâng có dương thử vừa chỉ phải chăm chẳng thế không chỉ vật nữa chẳng bạn này thấy dương thử bọn ngày đừng ấy nè tiền của bạn thử sao của bạn là xả chẳng cái dương bạn prang pre nhé bạn prang pre chỉ dìm pin được nóng ngày nâng hao chẳng tới rong chăm thật ngày đi ngày đúng rồi ngày nâng miền là cát phơi tiền ngày sai bà miền là cát phơi tiền hay sai tiết phơi tiền tử nâng chẳng tới chỉ gì em prang pre pro dương mà đăng thề chỉ vật dương rồi nơi đó ngày sai được ở thì anh vẫn đặt tiền đó gì đó đặt tiền statement đây đã dương ở đây không prang pre bệnh bận của sangสิกระไดละอตัวตามสมรรถภาพบอกครูเรียนครูนั่งให้ในเป็นในยังเฟอสิกระไดละอบนกุศลจังเต้นั่นคือจิตติปังบ่อยไงให้ยังบานการตอนพุทธศาสนายังกำละมงประมาณเตรียมกุศลธนาเตียนกุศลธนาสารปนังขัดคำปรังแปลงจำเริญกุศลธนาสามแทกุศลธนาปัสนาปรังไปแล้วอย่างเดียวปรังđể nó khơi thằng ông chia diệp nè đồng bấy ban khai chia một phút hay sầm đai và thua pro dương ra tháng ngày nữa nè chẳng thật không bằng để không vào sâu đấy ông đã tư đọc về khẩu sang để khẩu từng lai nụ cứ chỉ test ngắn nụ cứ chỉ cô chơi nè từng lai châu khát không bằng prem chia diệp cho bạn sắm thạ cho bạn pasana cầm ỏi miền xịt đây cái hai không ca chỉ hàng trời lại vắng đã tương vì khẩu từng lái vắng pram nó test ngạt ạ nó cổ chơi chẳng tay hay ai khát không prang prem chia diêm cho bạn sắm thạ cho bạn đi pasana nó bây cầm ỏi ca nơi xịt đây cái hai sợi cày thắng mà anh cả toàn Phật sát na miền pịa miền bát đai miền thua mấy vị đây giờ này cả thua sầm ram nay năm phải ra bây giờ lại rồi phật trả tục đá phần ta mà anh ót bàn phử nâng ót bàn vật khăn ót bàn áo rôm ót bàn chìm ra nơi sắm thạ nơi pasana nâng chẳng bọn đặt tương cầm ỏi miền xịt đây cái hai sợi cày nâng chẳng không prang tay nâng pan nâng chắc nhiệt nhôm giao dập thư mà tính mà còn phải chọc thì đấy còn mê riêng và ọt chọc về thì bài cho em thì nhiệt nhôm chọc toán đã name dạng tiết bốc có rẽ xa sở bốc có rẽ xa sở bạch na nữ bốc có rẽ xa sở bạch na nữ sâm bạch nông phúc bạch na nữ sâm bạch nông phúc bạch na nữ sâm bạch nông phúc nâng bạch na nữ phô kẹ sâm bạch nâng bạch na nữ phô kẹ sâm bạch nâng bạch na nữ phô kẹ sâm bạch sal nít mua thá hay nè sal nít mua thá hay nè sal nít mua thá hay nè hay nè là sai dương mà tiền sal là dương bạch na đó sal đại một của bạch na bản nông phục ấy nè nâng hay nè sal này hay chậm toàn nó dương trề mũi bốc có ra xa sal bạch na đầm bấy bạch na đầm bấy ai rồi thoát chạ tốc đại khuôn ấy
ប្រាថ្នាដើម្បីរួចផុតចាកទុក្ខដោយខ្លួនឯងគឺប្រាថ្នាជាព្រះបច្ចេកពុទ្ធឬសាវករបស់ព្រះពុទ្ធគឺប្រាថ្នាជាព្រះបច្ចេកពុទ្ធឬសាវករបស់ព្រះពុទ្ធសិលនេះឈ្មោះថាមជ្ឈិមសិល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 ខាន់ទៅចំតត់អ្នកត្រេមួយទៀតទៅសិលរបស់ព្រះមហាពោធិសត្វសិលរបស់ព្រះមហាពោធិសត្វសិលរបស់ព្រះមហាពោធិសត្វដែលប្រាថ្នាដើម្បីជួយដល់សត្វលោកដែលប្រាថ្នាដើម្បីជួយដល់សត្វលោកឲ្យរួចផុតចាកទុក្ខឲ្យរួចផុតចាកទុក្ខឲ្យរួចផុតចាកទុក្ខឈ្មោះថាបណិតសិលឈ្មោះថាបណិតសិលនឹងសិលខ្ពង់ខ្ពស់អីតោះហ្នឹងសិលរបស់ព្រះមហាពោធិសត្វដែលព្រះអង្គប្រាថ្នាជាព្រះសម្មាសម្ពុទ្ធហើយដើម្បីជួយសត្វលោកណាជួយសត្វលោកទាំងអស់មិនថាមនុស្សមិនថាទេវតាអីទេគឺឲ្យសត្វលោកបានរួចផុតពីសេចក្តីទុក្ខនៅក្នុងវាវដ្តសង្សារហ្នឹងចឹងសិលហ្នឹងទៅជាបណិតសិលខាន់ទៅណាបងញាតិញោមហ្នឹងចឹងសិលពួក3ចាប់ប៉ុណ្្នឹងអីបងណាចុងក្រោយហ្នឹងគឺមាននិយាយតកតងរឿងសិលរបស់ព្រះបច្ចេកពុទ្ធក៏មានសាវកនឹងក៏មានហើយសិលរបស់ព្រះបរមពុទ្ធសត្វនឹងក៏មានដែរហ្នឹងចឹងយើងសិក្សានៅក្នុងមេរៀនសិលហ្នឹងទៅក៏ចេះតែបានយល់ណាបានយល់បានដឹងអំពីរឿងសិលហ្នឹងថាការរក្សាសិលមានប្រភេទផ្សេងគ្នាទៅតាមសទ្ធាទៅតាមឧបនិស្ស័យរបស់បុគ្គលរៀងៗខ្លួនបុគ្គលខ្លះរក្សាសិលសំបារមីជាសាវកទៅហើយបុគ្គលខ្លះរក្សាសិលដើម្បីឲ្យបានคล้ายជាព្រះបច្ចេកពុទ្ធទៅហើយបុគ្គលខ្លះទៀតនោះរក្សាសិលដើម្បីឲ្យបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធជួយដល់សត្វលោកទៅអាហ្នឹងក៏មានដែរចឹងការរក្សាសិលហ្នឹងក៏ចែកកម្រិតទៅតាមហ្នឹងទៅកម្រិតថ្នាក់ទាបកម្រិតថ្នាក់មធ្យមកម្រិតថ្នាក់ភាសាខ្ពង់ខ្ពស់ហ្នឹងចែកទៅតាមការរក្សាសិលហ្នឹងណាដូចព្រះបរមពុទ្ធសាសនាអីចឹងណាបងញាតិញោមដែលយើងសិក្សាទៅគួរឲ្យជ្រះថ្លាហើយយើងយកព្រះអង្គជាគំរូញាតិញោមសិក្សាប្រវត្តិរឿងរ៉ាវរបស់ព្រះសម្មាសម្ពុទ្ធអីការព្រះអង្គនៅជាពុទ្ធសាសនាអីហ្នឹងក៏ធ្វើឲ្យយើងនឹងមានឆន្ទៈមានវិរិយៈខិតខំប្រឹងប្រែងក្នុងការចម្រើននៅកុសលធម៌ញាតិញោមហ្នឹងដោយសារយកព្រះអង្គជាគំរូហ្នឹងហើយយើងខំប្រឹងធ្វើបុណ្យទៅហ្នឹងចឹងតែហ្នឹងចឹងណាអស់ម៉ោងហ្នឹងហើយជាបន្តទៅយើងផ្សាយមេត្តាចិត្តទាំងអស់គ្នាបាទសុខេណោវាខេមិណោហន្តសម្ពេសន្តាភវន្តសុខេតាន់តាសន្តិទាំងលហើយទាំងពួងសូមឲ្យមានសេចក្តីសុខឲ្យមានសេចក្តីក្សេមឲ្យមានខ្លួនដល់នៅសេចក្តីសុខចាសូមអនុមោទនាចាក្នុងវិទ្យាការពេលនេះខ្ញុំគណៈភិក្ខុវិនយៈធរោតាមគឹមសាយសុនមាសការថ្វាយមកគំលានិងសូមចម្រើនពរលា